ឥឡូវថ្ងៃនេះយើងចាប់ផ្ដើមស្គាល់អំពីពាក្យ unless កន្លងមកមានអ្នកច្រឡំច្រើនអត់ដឹងថាបកយ៉ាងម៉េចពាក្យ unless ហ្នឹងមិនដឹងថាបកដរាបណាលុះត្រាតែអីក៏យ៉ាងម៉េចអញ្ចឹងណានិយាយឲ្យស្រួលស្ដាប់ឲ្យងាយចាំពាក្យ unless ហ្នឹងមានន័យថា if not មានន័យថាប្រសិនបើមិនប៉ុន្តែនៅពេលដែលយើងបកប្រែជាភាសាខ្មែរយើងអាចបំលែងពាក្យខ្មែរនឹងបន្តទៀតដើម្បីឲ្យស្របតាមបរិបទឬក៏តាមកលក្ខណៈនៃពាក្យខ្មែររបស់យើងអញ្ចឹងណាពាក្យប្រសិនបើមិនហ្នឹងណាឥឡូវយើងកន្លែងមកមើល clear របស់យើង you cannot ឬក៏ you can't improve your English unless you practice every day អញ្ចឹងមានន័យជាភាសាខ្មែរថាប្រសិនបើអ្នកមិនអនុវត្តឲ្យបានរាល់ថ្ងៃទេនោះភាសាអង់គ្លេសរបស់អ្នកមិនអាចប្រសើរឡើងឡើយឬយើងអាចបកមកបែបបានទៀតថាតលតអ្នកអនុវត្តរាល់ថ្ងៃទើបភាសាអង់គ្លេសរបស់អ្នកបានល្អប្រសើរអញ្ចឹងយើងសង្កេតឃើញថាការបកប្រែយើងអាចប្រើ style ផ្សេងៗគ្នាចឹងទៅតាមបរិបទនីមួយៗបើសិនជាជួបបរិបទផ្សេងពីហ្នឹងទៀតយើងអាចបកផ្សេងពីហ្នឹងទៀតក៏ថាបានដែរអញ្ចឹងណា